ជាងថាហើយអ្នកនេះមិនអាចភ្លេចវាបានទេសូមបងអ្នកនាងគូមានមេត្តាផងឈិនមូហានយើងអាចឲ្យបេះដូងនោះតែឯងបានមិនបានទេអ្នកនាងនោះគឺបេះដូងរក្សាជីវិតអ្នកនាងណាអ៊ីនសឹងយើងថាហើយតាមពីក្មេងមកអីដែលយើងចង់បាននាងក៏ឲ្យយើងទាំងអស់បេះដូងនោះមានតម្លៃណាស់យើងមិនអាចលួចឯងបានទេតែឯងត្រូវព្រមជាមួយយើង3រឿងណាបានមិនថាជាស្អីទេយើងព្រមទាំងអស់ទី1យើងចង់ឲ្យឯងទៅលុតជង្គង់នៅវិហារដូនតាគ្រួសារគូ3យប់3ថ្ងៃដើម្បីសងគុណគ្រួសារគូទី2មិនថាចុងក្រោយគូនឹងដឹងយើងជាអ្នកណាមួយជីវិតឯងក៏មកទីនេះទៀតទី3 7ថ្ងៃក្រោយនៅពិធីនោះអញត្រូវតែមកអញហាមយកលេសអីមិនមកដាច់ខាតយើងសន្យាជាមួយនាងកម្មវិធីនោះយើងនឹងទៅដល់មុនពេលជាតិមុនយើងដើម្បីយកចិត្តឈិនមូហានយើងពាក់តារ៉ូបមិនផាត់មុខតែងខ្លួនជាក្មេងល្អដើម្បីឲ្យគេយកភ្នែកមើលយើងជាតិនេះយើងដល់ពេលរស់ដើម្បីខ្លួនឯងហើយវីប្រហែលថ្ងៃទៀតអូននឹងត្រូវវះកាត់បដូរបេះដូងហើយអូនទៅសម្រាប់នៅមន្ទីរពេទ្យវិញទៅមូហានអូនចង់ឃើញបងពាក់ខោអាវកូនកំឡោះដែលផ្ទាល់ភ្នែកមិនក៏ពីមុនជាមិនអាចឃើញគូអ៊ីនសឹងស្អាតអញ្ចឹងពេលនាងធ្វើខ្លួនអញ្ចឹងទៅពិតជាស្អាតខ្លាំងណាស់តែយើងមិនការជាមួយនាងទេតន់ឈីងជីមិនមកទេអ្នកណាដឹងថាគេនៅឯណានោះមួយថ្ងៃគេទៅមកស្ងាត់មិនមកក៏ឲ្យចោះចាណាកូនកំឡោះក៏មិនមែនជាគេពួកយើងគ្រាន់តែមកកំដរទេឲ្យតែកូនកំឡោះទៅវាក៏បានហើយយកមួយនេះមកនេះជាអាកូនកំឡោះហើយឆ្លាក់អក្សរ Q នៅលើអានោះទេយើងមិនចូលចិត្តឆ្លាក់ឈ្មោះទេយកវាចេញទៅមិនបាច់រវល់ជាមួយវាទេធ្វើតាមយើងនិយាយទៅអ្នកនាងគូពិតជាស្រឡាញ់អ្នកប្រុសឈិនមែននេះអក្សរ Q គឺជាឈ្មោះរបស់អ្នកប្រុសឈិនទេគឺជាឈិនក្នុងឈ្មោះតនឈិនជីគូអ៊ីនសិនឲ្យតានាងមានរបួសថ្ងៃនេះនាងមិនអាចតការជាមួយនឹងមូហានបានទេប្រយ័ត្នប្រយ័ត្ននាងមិនអីទេមិនអីទេគ្រាន់តែរៀងឈឺជើងបន្តិចមូហានអូនឈឺបេះដូងណាវាធ្វើឲ្យអូនភ័យជំងឺរើឡើងមែនទេអូនមិនដឹងទេចាំបងជូនអូនទៅមន្ទីរពេទ្យក្រសែភ្នែករបស់នាងរិះគូដណ្ដឹងនោះបានយ៉ាងម៉េចទៅអ្នកណាប្រាប់លោកថាខ្ញុំរើសវាជាគូដណ្ដឹងនោះកាដូមង្គលការសេវអ៊ី
យករបស់នេះទុកក្នុងឃ្លាំងទៅនេះមិនមែនខ្សែដៃគុជដែលជួយអ្នកជំងឺបេះដូងទេនេះទាល់តែរាប់រយឆ្នាំបាត់មានមួយមិនបានជាអ្នកនាងយករបស់មានតម្លៃអញ្ចឹងទុកចោលក្នុងឃ្លាំង